បន្តសាច់រឿងសីតុណ្ហភាពសង្គមបន្តទៀតតោះកុំមកចាំយូរចាប់ដល់ទៅបន្តនិយាយដាក់អេក្រង់ទៀតទៅថាអរគុណដែលនិយាយជាមួយខ្ញុំពេលនេះខ្ញុំមានអារម្មណ៍ថាល្អប្រសើរវិញហើយសូនក៏ឆ្លើយតបទៅវិញថាឯងអាចផ្ញើការថតក្នុងមន្ទីរពិសោធន៍របស់ឯងបានទេតើឯងរៀនមុខវិជ្ជាអ្វីដែរឃើញគេជជែកបែបហ្នឹងហើយគេក៏ឆ្លើយតបទៅវិញថាបានតើចុះលោកវិញខ្ញុំសូមរំលឹកម្ដងទៀតអ្នកដែលលេងឆាជាមួយចាងមូនឹងគឺជាយ៉ាងស៊ុនក៏ប៉ុន្តែនៅក្នុងប្រូហ្វាល់ឈ្មោះរបស់គេគឺមានឈ្មោះថាយ៉ាងដុនអ្នកគ្នាអញ្ចឹងកុំយល់ច្រឡំអីតើលោកជាវិស្វករមេកានិកធ្វើការអ្វីតើវារវល់ណាស់មែនទេយ៉ាងសូមបន្ទាប់ពីបានឃើញសារបែបនេះហើយគេក៏មានការភ្ញាក់ផ្អើលបន្តិចហើយគិតក្នុងចិត្តថាតើគេកំពុងតែនិយាយពីការងារអ្វីវិស្វករមេកានិកអ្វីហ្នឹងគេគិតក្នុងចិត្តរួចហើយគេក៏ដាក់ទូរស័ព្ទចូលក្នុងហោប៉ៅហើយក៏ចាក់ចេញទៅតែធ្វើឲ្យចាងមូមានការភ្ញាក់ផ្អើលបន្តិចពីបានភ្លាមបន្តិចហើយក៏គេនិយាយតិចតាទីបំផុតគេបានចាក់ចេញហើយបរិយាកាសគឺស្រាវជ្រាវជាងមុនឥឡូវនេះកាត់មកយ៉ាងស៊ុននៅខាងក្រៅវិញគេក៏បានទាញទូរស័ព្ទមកមើលហើយគេក៏លុបaccount មួយហ្នឹងបន្ទាប់ពីបានលុបហើយគេក៏បានមកអង្គុយនៅក្នុងអ៊ុហ្វិសគេវិញហើយពេលនោះក៏ទូរស័ព្ទគេក៏បានញ័រនៅពេលដែលមានអ្នកឆាតមកសង្ហាងបានផ្ញើសារថាឯងចូលចិត្តនឹង account ដែលយើងណែនាំនឹងអត់តើឯងបានរកឃើញខ្លួនឯងពិតប្រាកដរបស់ឯងទេយ៉ាងសូមបន្ទាប់ពីបានអានសារនឹងហើយគេក៏ឆ្លើយតបទៅវិញថាយើងលុបវាចោលបាត់ទៅហើយសាងហាងបន្ទាប់ពីឃើញសារនេះហើយគេក៏មានការភ្ញាក់ផ្អើលហើយក៏បាននិយាយសម្លេងទៅវិញថាឆុយណែយើងបានបង់លុយសម្រាប់លេងវាឡើងមួយខែហាឯងលុបវាប៉ុន្មានថ្ងៃបានចង់លុបហ្មងហើយបំភ្លេចចោលទៅបើឯងមិនលេងទេទុកឲ្យយើងវិញយើងចង់បានវាឈរឆាតទោះមកទៅឃើញគេនេះធ្វើបែបនេះហើយគេក៏ស្ងាត់ហើយគេក៏ទុកទូរស័ព្ទចូលនៅក្នុងហោប៉ៅរបស់គេវិញចំណែកឯចាងមូក៏មិនទាន់និយាយទូរស័ព្ទម្នាក់ឯងទៀតទៅថាបានតើចុះលោកវិញតើលោកវិស្វករមេកានិកធ្វើការអ្វីដែរតើវារវល់ណាស់មែនទេយ៉ាងសូមបន្ទាប់ពីឮសម្ដីរបស់ចាងមូនិយាយឆាតបែបនេះគេក៏មានការភ្ញាក់បន្តិចហើយគេក៏គិតក្នុងចិត្តថាខ្ញុំបានលុបហ្គេមចោលរួចហើយគេកំពុងនិយាយជាមួយអ្នកណាអំពីវិស្វករមេកានិកគេនិយាយទាំងមានការភ្ញាក់ផ្អើលរួចហើយគេក៏ចេញមកទៅដើម្បីដល់កម្មវិធីនោះឡើងវិញបន្ទាប់ពីដល់រួចហើយគេក៏បានបំពេញពាក្យសម្ងាត់និងវាយឈ្មោះចូលហើយក្នុងប្រព័ន្ធនោះគេក៏បានសរសេរថាចូលដោយជោគជ័យហើយគេបានចូលទៅក្នុង account នោះគេបានឃើញដូចខ្លួនលេងឆាតជាមួយនឹងចាងមូដែលធ្វើឲ្យគេរៀងខឹងបន្តិចហើយគេក៏ឧទាហរណ៍ថាចាងហាងអានតណើបនេះតើគេជាខ្លាឃ្មុំភេទដើមមែនទេខ្ញុំបានកំដរគេកន្លះថ្ងៃហើយគេនៅតែមិនឲ្យខ្ញុំទៅទៀតសូមបញ្ជាក់អ្នកដែលលេងជាមួយមីតួមាញ់នឹងតាមពេកជាចាងហាងមិត្តរបស់អាតួមួយបានលុប Apple នឹងចោលហើយបានមិត្តអាតួលួចចូលលេងជំនួសដោយដឹង password ព្រោះចាងហាងដែលបង្កើត Apple នឹងឲ្យអាតួទៅពីគេបានឃើញចាងហាងលេងជំនួសគេដូច្នេះហើយគេក៏បានបដូរលេខកូដមិនបានប្រមាណផងពេលនោះទូរស័ព្ទគេអ្នករោហើយអ្នកដែលនិយាយខាងក្នុងគឺជាចាងហាយបាននិយាយថាអញមិនមែនជាអ្នកនិយាយថាមិនលេងវាទេឬគេក៏បន្តនិយាយទៀតថាខ្ញុំនៅកណ្ដាលនៃការជជែកជាមួយនឹងមូតិចតួលអញបដូរទៅលេខកូដសម្ងាត់អីគេពេលនោះយ៉ាងស៊ុនបានតបទៅវិញថាបើចង់និយាយជាមួយគេទៅបង្ការ account មួយទេខ្លួនឯងទៅកុំប្រាស់ account របស់ខ្ញុំទៅលេងជាមួយនឹងគេពេលនោះចាងហាងបន្តទៅវិញទាំងហួសចិត្តថាប្រហែលកម្មវិធីនេះត្រូវគ្នានឹងមនុស្សតាមចម្ងាយយើងនៅឆ្ងាយណាស់ហើយមិនចេះតែអាចផ្គត់ផ្គង់គេបានទាំងអស់ទេឆាប់បដូរលេខកូដឲ្យយើងវិញភ្លាមសំឡេងរបស់ចាងមូស្ដាប់ទៅពីរោះខ្លាំងណាស់ហើយយាងសូមបន្តពីលឺដូច្នេះហើយគេក៏និយាយទៅវិញថាតើឯងចាប់ផ្ដើមចូលចិត្តមនុស្សប្រុសពីពេលណាមកហាចាងហាងបន្តពីលឺយ៉ាងស៊ុននិយាយបែបនេះហើយគេក៏និយាយទាំងចំអកថារូបភាពរបស់គេមើលទៅល្អណាស់ហើយយើងគ្រាន់តែជជែកគ្នាលេងទេសាំងយ៉ាងស៊ុនតើឯងមិនបានលុបវាចេញទេវាមិនមែនទេដែលយើងប្រើធុងសម្រាមរបស់ឯងបន្តិចណោះស៊ុនតបទៅវិញថាទេយើងបានប្រាប់ឯងរួចហើយប្រសិនបើឯងចង់ប្រើ Apple នេះបង្ការ account ផ្ទាល់ខ្លួនរបស់ឯងទៅចាងហាងតបទៅវិញថាក៏បានយើងឈប់ចូលលេខ account ឯងក៏បានយើងសុកចិត្តទៅលេខ account ផ្ទាល់ខ្លួនរបស់យើងវិញក៏បានដែរ
បន្ទាប់ពីនិយាយទូរស័ព្ទជាមួយសាងហាងហើយក៏មានសាងមូបានតបមកវិញថាតើលោករវល់ណាស់មែនទេហើយគេក៏តបទៅវិញថាខ្ញុំពិតជារវល់ណាស់គេឆ្លើយតបរួចហើយគេក៏បានឡើងកម្មជដោបទៅការឡាយរបស់គេវិញហើយពេលនោះគេបានជួបមុខរបស់ចាងមូដោយចៃដន្យបន្ទាប់ពីដើរនៅឯគ្នាដូច្នេះហើយគេក៏មានការសម្លក់សម្លឹងគ្នាបន្តិចបន្តួចចាងមូបន្ទាប់ពីឃើញយ៉ាងសុនបើមនៅឃើញកំហែងភាពមិនចំណាយយ៉ាងសុនវិញគេក៏បានជៀសវាងភ្នែកមិនឲ្យសម្លឹងទៅកាន់សាងមូទៀតទេហើយគេក៏បានដើរចាក់ចេញទៅបន្ទាប់ពីដើរចិត្តសាងមូហើយគេក៏មានអារម្មណ៍ចម្លែកហើយគេក៏គិតថាក្លិននេះតើគេពិតជាចូលចិត្តក្លិនទឹកអប់ផ្អែមបែបនេះមែនទេចំណែកឯសាងមូវិញគេក៏បានគិតថាខ្ញុំចាប់ដៃគេបន្តិចប៉ុណ្ណោះមិនបានជាគេប្រតិកម្មខ្លាំងម្ល៉េះតពីយ៉ាងសុនអង្គុយចូលភ្លាមនោះក៏សាងមូបានផ្ញើសារមកថាមេកំពុងភ្លៀងហើយនៅទីក្រុងស៊ីមានយកឆ័ត្រមកទេយ៉ាងសូមបានសរសេរផ្ញើទៅវិញថាឯងមានយកឆ័ត្រមកទេភ្លាមនោះសាងមូបានឆ្លើយទៅវិញអត់មានទេខ្ញុំត្រូវរត់ទៅផ្ទាំងភ្លៀងក៏មើលសិក្ខាគេឡើងខ្ជូតហ្មងណាយ៉ាងសុនបានសរសេរទៅវិញថាហេតុអីឯងមិនរងចាំឲ្យភ្លៀងជប់សិនសាងមូបន្ទាប់ឃើញសារបែបនេះហើយគេក៏និយាយទៅកាន់មេក្រូវិញថាខ្ញុំចង់ស្នាក់នៅក្នុងមន្ទីរពិសោធន៍ទេមនុស្សទាំងនោះខឹងខ្លាំងណាស់គេនិយាយបណ្ដើរទាញអាវមកពាក់បណ្ដាហើយគេក៏និយាយទៀតថាខ្ញុំនឹងចាក់ចេញឥឡូវនេះហើយផ្ញើសារទៅលោកនៅពេលខ្ញុំទៅដល់ផ្ទះវិញណាលោកចាងដុនយ៉ាងសុំបន្ទាប់ពីឃើញសារបែបនេះហើយគេក៏បានចាក់ចេញពីការិយាល័យដើម្បីមើលបងឈួមមើលសាំងមូចាក់ចេញពីមន្ទីរពិសោធន៍យ៉ាងសូមបន្ទាប់ពីឃើញសាំងមូដើរទៅផ្ទះទាំងភ្លាមបែបនេះគេក៏គិតក្នុងចិត្តថាភ្លៀងខ្លាំងយ៉ាងនេះគេនៅតែក្បាលរឹងរត់ទៅផ្ទះទាំងកណ្ដាលភ្លៀងទៀតប្រកាសត្រូវជាសើមជោគទាំងស្រុងជាមិនខានឡើយកាត់មកសាំងមូបន្ទាប់ពីបានចូលក្នុងផ្ទះហើយគេក៏បាននិយាយថាត្រជាចិត្តក៏ហើយម៉ែអើយយ៉ាងហោចណាស់បានដល់ផ្ទះហើយបន្ទាប់និយាយរួចហើយគេក៏ចាប់ផ្ដើមមករត់ចុះបន្ទប់ទឹកដើម្បីដោះក្អៅដើម្បីងូតទឹកភ្លាមនោះគេងូតទឹកហើយគេក៏សម្លៀកបំពាក់ហើយគេក៏បានចាក់ចេញទៅពីងូតទឹកហើយគេក៏បាននិយាយថាបន្ទាប់ពីងូតទឹកហើយមានអារម្មណ៍ល្អណាស់ពេលនោះគេក៏ស្ងប់មានកាន់ងុយដេកជាខ្លាំងហើយគេក៏សងំដេកបានមួយភ្លែកទៅកាត់នៅពេលរសៀលយុនស៊ីនបាននិយាយទៅកាន់យ៉ាងសុនថាបងប្រុសយានបងប្រឹងធ្វើការខ្លាំងណាស់ថ្ងៃនេះជួបគ្នានៅថ្ងៃស្អែកពេលនោះយ៉ាងសុនទៅវិញថាលាហើយនៅពេលគេដើរកំពុងដើរក៏មានម្នាក់ស្រីគេបាននិយាយថាអរប្រគុណឈប់ហើយភ្លៀងហើយខ្ញុំមិនបានយកឆ័ត្រមកទេនៅថ្ងៃនេះពធនោះទេខ្ញុំច្បាស់ជាមិនបានទៅផ្ទះក្នុងពេលភ្លៀងខ្លាំងបែបនោះទេម្នាក់ស្រីនោះក៏បានឆ្លើយតបថាការបញ្ជាករអាកាសធាតុមិនបាននិយាយអ្វីអំពីការធ្លាក់ភ្លៀងនៅថ្ងៃនេះទេយើងពិតជាសំណាងណាស់ដែលភ្លៀងមិនបានឈប់នៅពេលនោះពេលដែលលើកបែបនេះហើយយ៉ាងសូនមានជាការគិតបន្តិចនឹកស្រមៃដល់ពេលដែលមួរត់ទាំងទឹកភ្លៀងដើម្បីទៅផ្ទះហើយគេបានគិតថាគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេខ្ញុំគិតពីគេធ្វើអ្វីហើយគេគិតបន្តទៀតទាំងមើលទូរស័ព្ទហើយគិតថាក្នុងភ្លៀងធ្លាក់ខ្លាំងយ៉ាងនេះតើគេពិតជារត់ទៅផ្ទះដូចនោះមែនទេកាត់មកចាំងមូកំពុងតែគេងហើយបានចូលទៅមកផឹកបន្ទាប់នោះគេក៏បានមើលសារនោះហើយអ្នកដែលផ្ញើសារនោះគឺយ៉ាងសុនបានផ្ញើសារថាដល់ផ្ទះហើយមែនទេបន្ទាប់ពីមើលសារនេះហើយគេក៏បានគិតថាមើលទៅគេរវល់ណាស់កន្លងផុតទៅ4ម៉ោងទៅហើយទើបគេឆានមកសួរខ្ញុំថាដល់ផ្ទះឬនៅពេលនឹងសាំងមូបានតបទៅវិញថាខ្ញុំបានដល់ផ្ទះហើយខ្ញុំក៏បានដេកមួយភ្លែតការងារលោកទើបតែចប់មែនទេយ៉ាងសុនបានតបទៅវិញថារត់រស់ហើយយ៉ាងមូក៏បន្តសួរទៀតទៅថាមេឈប់ភ្លៀងឬនៅយ៉ាងសុនតបវិញថាឈប់ភ្លៀងហើយតាមមកបន្ទាប់ឃើញដូច្នេះហើយគេក៏និយាយទៅសំឡេងទៅថាខ្ញុំកំពុងតែសង្ស័យថាខ្លួនឯងត្រូវខ្មោចបិសាចភ្លៀងឡងតម្រាប់ណាខ្ញុំមិនយកឆ័ត្រមកជាមួយទេទោះមេឃភ្លៀងច្បាស់យ៉ាងណាក៏ដោយវានឹងមានភ្លៀងធ្លាក់ហើយនៅពេលដែលខ្ញុំត្រឡប់មកផ្ទះវិញភ្លៀងនឹងឈប់យ៉ាងសូមទៅស្ដាប់សំឡេងនេះហើយគេក៏សរសេរទៅវិញថាបីជំនឿសាំងមូបន្ទាប់ពីឃើញគេធ្វើបែបនេះហើយគេក៏គិតស្មាយថាគេពិតជារឹងថឹងមែនប៉ុន្តែគួរឲ្យស្រឡាញ់ណាស់មើលមុខតួប្រុសយើងតែនឹងមុខតួប្រុសយើងគេសម័យទៅផ្សេងទេនេះ
គេស្មានថាអ្នកដែលលេងឆាតជាមួយគេនឹងមុខអញ្ចឹងមានដឹងថាតួប្រុសយើងឯណាចាំងមូតបជាសំឡេងថាខ្ញុំនៅផ្ទះហើយគ្មានអ្នកណានៅក្បែរនោះទេខ្ញុំអាចថតរូបបានហើយតើលោកចង់ឃើញវាទេបើលោកចង់ឃើញផ្ញើសារជាសំឡេងមកប្រសិនបើលោកមិនធ្វើទេគ្រាន់តែឆ្លើយតបតាមអត្ថន័យបត់ក៏បានដែរបន្ទាប់ពីនិយាយចប់ហើយគេក៏និយាយងើងតែម្នាក់ឯងថាហាហាតើគេក្រែងនឹងឆ្លើយតបទេណោះយ៉ាងសុនតបជាសំឡេងវិញថាខ្ញុំមិនចង់ឃើញទេពេលចាំងមូឃើញដូច្នេះហើយគេក៏មានការអស់សំណើចជាខ្លាំងមកគេក៏បានទប់ស្កាត់ហើយគេក៏និយាយទៅជាសំឡេងវិញថាបើមិនចង់ឃើញទេហេតុអ្វីបានជាផ្ញើសារជាសំឡេងមកឲ្យខ្ញុំបែបនេះកាត់នៅពេលយ៉ាងសុននៅឯសាលាពិសោធន៍ដែលជួបជុំគ្នាជាមួយនឹងមិត្តភ័ក្តិយ៉ាងសុនបានសម្លឹងទៅកាន់ទូរស័ព្ទហើយឃើញសាងមូផ្ញើរូបភាពរបស់គេមកឲ្យខ្លួនហើយគេស្ទាក់ស្ទើរជាខ្លាំងពេលនោះគេក៏ចុចបើកបន្ទាប់ពីបានបើកមើលរូបភាពពេលនោះគេមានការស្រឡាញ់ខ្លាំងជាខ្លាំងបន្ទាប់ពីឃើញសាំងមូថតបែបនេះផ្ញើមកឲ្យខ្លួនគេមើលរួចហើយគេក៏បិទទូរស័ព្ទចុះបន្តិចហើយគេគិតតែម្នាក់ឯងថាគេចាំបាច់ស្មោះត្រង់យ៉ាងនេះធ្វើអ្វីទៅភ្លាមនោះមិត្តរួមការងារគេបាននិយាយថាបងប្រុសយានតើយើងអាចចាក់ចេញបានឬនៅពេលនោះយានសុនគេមិនបានតបនៅវិញឡើយព្រោះគេបានផ្លឹកគិតជាមួយនឹងសាងមូពេលនោះម្នាក់ប្រុសមួយទេគេក៏បាននិយាយថាបងយានបន្ទាប់ពីផ្លេចមួយម៉ាត់ហើយគេក៏បាននិយាយទាំងស្រឡាំងកាំងថាហាថាម៉េចអូមែនហើយខ្ញុំក៏ត្រូវចាក់ចេញដូចគ្នាដែរគេនិយាយចប់ហើយគេក៏ឈររៀបអីវ៉ាន់ដើម្បីចាក់ចេញទៅកាត់មកនៅឯចំណុចបណ្ណាល័យវិញយ៉ាងសុនបានទាញឡានយកដើម្បីជិះហើយពេលនោះគេក៏បានសម្លឹងទៅកាន់ទូរស័ព្ទនៅក្នុងឆាតនោះគេបាននិយាយថាចាងហាងបានផ្ញើទៅកាន់សាងយ៉ាងសុនថាខ្ញុំនឹងទៅទីក្រុងចុងសប្តាហ៍ក្រោយតើលោកចង់ញ៉ាំអាហារជាមួយគ្នាទេពេលនោះយ៉ាងសុនតបទៅវិញយ៉ាងខ្លីថាខ្ញុំរវល់ណាស់គេនិយាយចប់ហើយគេក៏យកទូរស័ព្ទទៅឆ្ងាយហើយពេលនោះគេគិតទៅថាខ្ញុំគួរតែបញ្ចប់ទំនាក់ទំនងមួយនេះទៅ